បើញាតិញោមធ្លាប់ស្ដាប់ធម៌បានច្រើនមកហ្នឹងក៏ប្រកាសជាបានដឹងខ្លះហើយថាធម៌នេះដូចជាមិនចង់និយាយពាក្យថាធម៌ផងប៉ុន្តែពិតត្រូវហៅថាធម៌អញ្ចឹងប៉ុន្តែនៅក្នុងចិត្តគំនិតរបស់ប្រជាជនយើងហ្នឹងតើកាលណានិយាយដល់ធម៌វាជាថាដូចមិនដឹងដូចមិនមែនរឿងជីវិតរបស់យើងទេហើយតែយើងមើលប្រវត្តិពុទ្ធព្រះអង្គទៅសម្ដែងធម៌ភាគច្រើនព្រះអង្គទៅនិយាយទៅជាមួយមនុស្សមិនដែលនិយាយមួយខ្មោចផងមែនទេញាតិញោមហ្នឹងហើយព្រះអង្គទៅគិតតែរឿងការងាររបស់មនុស្សតាហើយគិតនឹងត្រឹមតែមនុស្សដែលមានស្មារតីអាចទទួលយកអាចស្ដាប់បានហើយតែស្លាប់ចប់ហើយរហូតដល់មានពាក្យមួយថាតែស្លាប់ព្រះប្រោះមិនរួចទេអ្នកស្លាប់ខ្លួននេះព្រះប្រោះមិនរួចកាលមិនវាមិនយល់អាប្រោះនឹងមិនបានយើងយកជាការគិតរបស់យើងនេះប្រោះមិនរួចងាប់បាត់ហើយអស់តិចអស់អីសម្រាប់ស្ដាប់ហើយទោះបីជាអំណាចអីហ្នឹងក៏មិនអាចមកបញ្យល់បានដែរហើយជាធម្មតានៅពេលដែលសម្ដែងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍អាត្មាតែងតែរៀបរាប់អំពីតួនាទីកូនប្រុសកូនស្រីហ្នឹងដែលតាមលំអានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប៉ុន្តែគ្រាន់ថារូបមន្តមួយសម្រាប់គូស្វាមីភរិយាវាមិនមែនចេះតែអាចផ្ដល់នៅលទ្ធផលល្អគ្រប់គ្នាគ្រប់គ្រួសារនោះទេពីព្រោះស្ថានភាពខុសគ្នាអត្តចរិតរបស់មនុស្សខុសគ្នាអញ្ចឹងហើយបានជាព្រះអង្គត្រូវសម្ដែងធម៌បន្ថែមទៀតមិនមែនព្រះអង្គសម្ដែងមិនត្រូវទេប៉ុន្តែដោយសារមនុស្សមានអធ្យាស្រ័យខុសគ្នាអញ្ចឹងយកមេតិកាមួយយកទូនាទីមួយយកទៅសម្ដែងហ្នឹងជាងកាលវាខ្ទាស់ជាមួយនឹងវប្បធម៌ជាងកាលវាខ្ទាស់ជាមួយនឹងទម្លាប់ដែលមនុស្សធ្លាប់គិតអញ្ចឹងបានព្រះអង្គមិនមែនសម្ដែងតែប៉ុណ្្នឹងទេព្រះអង្គសម្ដែងផ្សេងទៀតហ្នឹងដូចជានៅក្នុងសង្គាលកៈសូត្រអញ្ចឹងព្រះអង្គសម្ដែងអំពីសិក្ខាបទហៅថាសិក្ខាបទមានន័យថាជាបទជាមេរៀនដែលកូនប្រុសស្រីហ្នឹងក៏បីសិក្សាហើយក៏មិនមែនសម្រាប់តែអ្នករៀបការថ្មីទេមែនទេគឺសម្រាប់អ្នកមានប្តីមានប្រពន្ធនឹងទាំងអស់តែគ្នានឹងឯងហើយជាវិធីសាស្ត្រមួយដែលគេយកទៅប្រតិបត្តិទៅបានសេចក្តីសុខភាកច្រើននាសម័យកាលនោះនឹងចឹងដូចខ្ញុំកណាអាត្មាធ្លាប់សម្ដែងញឹកញាប់ហើយថាសម្ដែងអញ្ចឹងក៏បានថានាំពាក្យរបស់ពុទ្ធមកអញ្ចឹងក៏បានវាមិននឹកឃើញខ្លួនឯងទៅកើតទេចំណុចដែលមានរាយរាប់ស្រាប់ហើយនោះនឹងអាត្មាគ្រាន់តែរៀបរាប់ខ្លះៗចឹងទៅហើយចាំពន្យល់ថាហេតុអីបានព្រះអង្គសម្ដែងប៉ុណ្ណឹងហើយព្រះអង្គចាំបាច់ត្រូវសម្ដែងធัวបន្ថែមផ្សេងទៀតហ្នឹងចំពោះគូស្វាមីភរិយាវិន័យរបស់កុហកនិយាយមែនទេណាវិន័យរបស់កុហកនៅក្នុងបៃដកលេខ19ហ្នឹងឈ្មោះថាសង្គាលកៈសូត្រហ្នឹងទី1និយាយអំពីស្វាមីមានតួនាទី5បាទនឹងថ្មគ្រាន់តែរាប់ឯងមិនបញ្យល់អីច្រើនទៀតទេព្រោះធ្លាប់និយាយច្រើនដងទី1ហ្នឹងគឺឲ្យសិទ្ធទៅប្រពន្ធហ្នឹងថាជាភរិយាពេញមុខបានជាព្រះអង្គចាំបាច់ត្រូវសម្ដែងរឿងហ្នឹងដោយសារនៅក្នុងសង្គមខ្លះមានសម្ពាធទៅលើស្ត្រីភេទដូចជានៅឥណ្ឌាអញ្ចឹងតើបានកូនប្រុសគេសប្បាយចិត្តបានកូនស្រីគេអត់សូវសប្បាយចិត្តទេពីព្រោះអីពីព្រោះកូនប្រុសនឹងអាចជាអ្នកលើកកិត្តិយសតវងតកូលរបស់គេឈ្មោះហ្នឹងគឺបានទៅខាងឪពុកហ្នឹងទៅរហូតមកដល់ខ្មែរយើងនោះក៏យកខាងឪពុកហ្នឹងដែរអញ្ចឹងបានជាព្រះអង្គទ្រង់សម្ដែងនៅសិក្ខាបទហ្នឹងមកអំពីសង្គមហ្នឹងភាគច្រើន
មិនឲ្យតម្លៃស្ត្រីទេអញ្ចឹងបានជាដាក់សិក្ខាបទមួយហ្នឹងថាត្រូវតែឲ្យសិទ្ធទៅភរិយាថាជាភរិយាពេញមុខមិនមែនជាទាស័យមិនមែនជាអ្នកបំរើមិនមែនជាខ្ញុំកញ្ជះនោះទេហើយក៏មិនមែនជាឧបករណ៍សម្រាប់តែបំពេញសេចក្តីសប្បាយរបស់បុរសនោះដែរនឹងអញ្ចឹងហើយចំណុចទី2ហ្នឹងគឺញាតិញោមធ្លាប់ស្ដាប់មានចាំហ្នឹងមកចង់ភ្លេចណាព្រោះវាមិនបានធ្វើប្តីគេវាចាំហ្នឹងហើយចាំហ៎មានចាំហ៎ស្ដាប់ធ្លាប់ស្ដាប់ហ៎ទី2ឲ្យរាប់អាននាងថាជាភរិយាពេញមុខអាត្មានិយាយមិញនេះវាចង់ចូលហើយទី2គឺឲ្យភាពជាធំនឹងទីម៉ានណាមករាប់ឲ្យទៅគ្រប់ឲ្យភាពជាធំក្នុងកិច្ចការងារផ្ទះពីព្រោះជាទូទៅនេះបើនិយាយនឹង culture ហ្នឹងវាសមត្រូវជាមួយនៅអាស៊ីឬក៏នៅឥណ្ឌាហ្នឹងយើងហៅថាស្ត្រីមេផ្ទះប៉ុន្តែនៅស្រុកនេះឬក៏ស្រុកអាមេរិកកាំងឬក៏អូស្ត្រាលីហ្នឹងគឺដូចមិនសូវប្រើទេពាក្យតែស្ត្រីមេផ្ទះពួកប្រុសក៏អាចមេចុងភៅបានដូចគ្នាណាជួយគ្នាទៅវិញទៅមកមែនទេស្រុកគេនេះអញ្ចឹងមែនទេហ្នឹងហើយនឹងអញ្ចឹងបានអាត្មាប្រាប់ឲ្យថាការនិយាយអំពីសិក្ខាបទហ្នឹងដោយសារភាកច្រើនយ៉ាងម៉េចបានព្រះអង្គណែនាំយ៉ាងហ្នឹងហើយមួយទៀតនោះគឺភាពស្មោះត្រង់បាទដោយសារពីបុរាណកាលមកហ្នឹងគឺរហូតមកជាប់នៅក្នុងសង្គមខ្មែរយើងហ្នឹងនៅតែគិតថាបរិសុទ្ធហ្នឹងមានសិទ្ធិជាងបើថាប្រុសទៅមានឯនេះឯណោះក្នុងទស្សនៈភាគច្រើនដូចមិនអីមែនទេហ្នឹងហើយបើថាស្រីទៅមានវិញយ៉ាប់មែនទេណាការរឿងហ្មងប៉ុន្តែតាមពិតព្រះអង្គសម្ដែងស្មើគ្នាទេកន្លែងហ្នឹងស្មើគ្នាភាពស្មោះត្រង់នឹងសំខាន់មិនបានត្រូវស្មោះត្រង់ព្រោះមនុស្សទោះបីនៅក្នុងសង្គមណាក៏ដោយអាត្មាគិតថាកន្លែងចំណុចទី3នេះកុំថានៅអាស៊ីកុំថានៅឥណ្ឌាកុំថានៅអាកៀងកុំថានៅឯណាទោះបីមានសិទ្ធិយ៉ាងណាក៏ដោយដរាបណាកិលេសនៅមានការហួងហែងនៅមានទោះបីគិតថាមិនសូវប្រកាន់អីយ៉ាងម៉េចក៏ដោយការហួងហែងត្រូវតែមានកន្លែងហ្នឹងពាក់ព័ន្ធជាមួយនឹងសេចក្តីត្រូវការរបស់ខ្លួនតបតខ្លួននិយាយកន្លែងហ្នឹងអត់ជន់ជាតិទេការហួងហែងការស្រឡាញ់ការស្អប់ការចំណែនការប្រច័ណ្ឌធัวទាំងអស់នេះអត់មានជន់ជាតិទេមិនមែនចេះតែប្រច័ណ្ឌតែខ្មែរទេណាអូស្ត្រាលីចេះញូហ្សេឡង់ចេះប្រច័ណ្ឌអត់ចេះអត់ហ្នឹងហើយចេះអត់ចេះប្រច័ណ្ឌនឹង jealousy see what about you ហ្នឹងហើយប្រច័ណ្ឌនឹងអត់ជន់ជាតិទេក៏មិនសំដៅតែទៅលើប្រុសឬក៏ស្រីដែរ jealousy ហ្នឹងគឺអត់មានជាតិទេអត់មានសាសទេអត់មានថាទល់តែខ្មែរបានចេះប្រច័ណ្ឌអញ្ចឹងឯងបាននៅប្រទេសទំនើបភាគច្រើនហ្នឹងដែលតាមការសិក្សាស្រាវជ្រាវមើលទៅភាគច្រើនលេបថ្នាំផ្លូវចិត្តហ្នឹងច្រើនអ្វីត្បិតថាមិនសូវប្រកាន់រឿងដៃគូអីចឹងមែនប៉ុន្តែការហួងហែងការលំបាកចិត្តការប្រកាន់ហ្នឹងចេះតែមានជាធម្មតាប៉ុន្តែមនុស្សគ្រាន់តែរកវិធីបន្លប់ឯងបើ5មួយមិនកើតទៅមួយទៀតអីចឹងទៅប៉ុន្តែពិតចិត្តហ្នឹងរបួសហើយមែនទេរបួសហើយនៅបារាំងអាត្មាទៅគេថាគេមិនប្រកាន់ទេមានដៃគូប្រមាណក៏មានមិនតាន់រៀបការហ្នឹង
ប៉ុន្តែតែបែកមួយអ្វីដែលកំសត់បំផុតគឺរស់ថ្មីមួយទៀតអត់បានអានឹងគេថាកំសត់បំផុតហ្នឹងគឺបញ្ញាប់រស់មួយទៀតបើថារស់មួយទៀតមិនបានគឺអានឹងគឺកំសត់បំផុតណាហ្នឹងហើយអញ្ចឹងបានយើងឃើញថាទោះបីជារៀបតម្រូវយ៉ាងម៉េចក៏ដោយហេតុដែលនាំឲ្យកើតទុកវានៅខាងក្នុងវាមិនមែនរឿងខាងក្រៅទេហ្នឹងអញ្ចឹងទៅការអប់រំចិត្តហ្នឹងគឺជារឿងសំខាន់ណាស់កូនស្រីត្រូវការឲ្យស្វាមីស្មោះត្រង់ហ្នឹងមិននិយាយមែនទេណាត្រូវការទេត្រូវការមិនត្រូវការតែប្តីទេត្រូវការស្មោះត្រង់មួយទៀតទេចុះកូនប្រុសត្រូវការឲ្យប្រពន្ធស្មោះត្រង់ហ្នឹងលើបាទហ្នឹងហើយអញ្ចឹងបានភាពត្រូវការរបស់មនុស្សហ្នឹងក៏អត់មានភេទប្រុសអត់មានភេទស្រីដែរដូចតែគ្នាទេប៉ុន្តែដោយសារបរិយាកាសសង្គមឯងដែលចេះតែឲ្យសិទ្ធទៅលើនេះច្រើនជាងឲ្យសិទ្ធទៅលើនោះច្រើនជាងធ្វើឲ្យមនុស្សហ្នឹងមានសម្ពាធខុសគ្នាដូចស្ត្រីខ្មែរយើងភាគច្រើនរស់នៅមួយជីវិតហ្នឹងរស់ដោយសារទ្រាំភាគច្រើនមែនទេចឹងមែនទេហ្នឹងហើយស្ត្រីខ្មែរយើងគេសរសើរអូស្រីខ្មែរល្អស្មោះល្អស្អីទ្រាំជងាប់អីហ្នឹងនៅមកវាគាត់ទ្រាំទេបើថាយើងកាលវាយើងគាត់តែយើងអញ្ចឹងបានប្រពុតព្រះអង្គសម្ដែងមកសិតតែឲ្យយើងប្រើគំនិតយកមកពិចារណាឧទាហរណ៍ថាព្រះអង្គសម្ដែងគាថាណាមួយក៏ដោយឲ្យតែមនុស្សចូលទៅដល់ការពិតនៃធម៌ព្រះអង្គសម្ដែងហ្នឹងគឺដូចជាចេះធម៌ទាំងអស់ចឹងគឺអាចធ្វើឲ្យជីវិតហ្នឹងដើរត្រង់ដើរត្រូវដើរល្អបានឧទាហរណ៍តែគាថាមួយព្រះអង្គសម្ដែងថាណដ្ឋិអត្តសមੰពេមੰមនុស្សសត្វលោកយើងទាំងអស់ហ្នឹងគ្មានស្រឡាញ់អីជាងខ្លួនឯងទេប៉ុន្តែក្នុងន័យស្នេហានិយាយអញ្ចឹងគេមិនព្រោះទេដល់បងស្រឡាញ់អូនជាងកែវភ្នែកអីចឹងទៅឬក៏អូនស្រឡាញ់បងលើសអ្វីទាំងអស់ you are my everything អីចឹងណាអានឹងបានគេសប្បាយចិត្តប៉ុន្តែធៀបពិតមនុស្សស្រឡាញ់ខ្លួនឯងជាងស្អីទាំងអស់ទោះបីតែស្រឡាញ់នរណាម្នាក់មែនពេលខ្លះអាចលះបង់ជីវិតដើម្បីមនុស្សស្រឡាញ់ដើម្បីខ្លួនឯងស្រឡាញ់ប៉ុន្តែ in case អ្នកនោះស្មោះត្រង់ចំពោះខ្លួនឯងដែរទេបើអ្នកនោះបាត់ភាពស្មោះត្រង់ចំពោះយើងហើយក៏មិនអាចស្រឡាញ់រហូតដល់ភ្លេចខ្លួនឯងដែរហើយការសម្លាប់ខ្លួនឯងព្រោះគេក៏មិនមែនដើម្បីគេដែរគឺមកអំពីខូចចិត្តខ្លួនឯងដដែលហ្នឹងចឹងអានោះធាតុពិតហ្នឹងចឹងចឹងបានព្រះអង្គសម្ដែងថាបើដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនឯងហើយចុះអ្នកដទៃព្រះអង្គឲ្យគិតចឹងចុះអ្នកដទៃគេស្រឡាញ់អត់ស្រឡាញ់ដែរអញ្ចឹងបើគិតថាខ្លួនឯងចេះស្រឡាញ់ខ្លួនឯងត្រូវតែធ្វើឧបមាអត្តានੰឧបមាកាត់ថ្វាត្រូវធ្វើជាឧបមាកាលណាធ្វើជាឧបមាបានហើយអ្នកហនយៈអ្នកឃាតយេមិនអាចបៀតបៀនមិនអាចសម្លាប់ធ្វើឲ្យគេដតីនឹងកើតទុកបានទេពីព្រោះថារាល់ពេលដែលធ្វើទៅរាល់ពេលដែលនិយាយទៅសកម្មភាពដែលយើងនិយាយទៅហ្នឹងវាមិនមែនគ្រាន់តែជាការបំរើអារម្មណ៍ខ្លួនឯងបំរើចិត្តខ្លួនឯងទេរាល់ការនិយាយរបស់យើងអាចនាំសេចក្តីសុខឬក៏សេចក្តីទុក្ខដល់អ្នកដតីបាននឹងចឹងដូចគ្នានឹងដែរប្តីប្រពន្ធក៏ដោយឧទាហរណ៍ឥឡូវហ្នឹងបំណងទៅចង់ទៅឯណាទៀតហ្នឹងអាហ្នឹងជាចំណៃជាការទៀមទាចំណៃថ្មីរបស់កិលេសក្នុងចិត្តរបស់យើងហើយលាក់បានចិត្តលាក់គ្នាអញ្ចឹងទៅប៉ិនគ្រាន់ថាធ្វើឧទាហរណ៍ថាចុះបើគេលោភទៅនេះលោភទៅនោះវិញហើយយើងដឹងវាយ៉ាងម៉េចដែរអាការគិតពិចារណាដាក់មកឧទាហរណ៍ខ្លួនឯងហ្នឹងមនុស្សធ្វើអាក្រក់អត់កើតទេហើយកុំទៅជឿថាណាស្រឡាញ់គ្នាស្មោះមកជីវិតមកមិនជឿទេមកជឿទេជឿទេទោះបីមិនក្បត់ដោយកាយក៏មានចិត្តដែរប៉ុន្តែដូច្នេះហើយបានព្រះអង្គសម្ដែងមានពីរករណីទី1សម្ដែងជាលក្ខណៈបង្កប់បញ្ជាណាបង្កប់បញ្ជាគឺត្រូវមានសេចក្តីស្មោះ
ត្រង់អានឹងជាលក្ខណៈបង្កប់បញ្ជាណាប៉ុន្តែត្រឹមតែហាមផ្លូវកាយផ្លូវវាចាកុំអោយក្បត់នឹងវាអត់គ្រប់គ្រាន់ទេបើអ្នកនោះមិនមានសេចក្តីសង្គ្រោះពិតប្រាកដទេទើបព្រះអង្គសម្ដែងនៅក្នុងមង្គលសូត្រដែលលោកស្វាតជាអំបញ្ញមិញនេះថាពុទ្ធទារសសង្កហោគឺការសង្គ្រោះដល់បុត្រនិងភរិយាឃើញបន្ថែមដល់ការសង្គ្រោះបើនិយាយអំពីការសង្គ្រោះឈប់និយាយពីវិន័យនិយាយពីផ្លូវចិត្តម្ដងណាបើថាឲ្យស្រឡាញ់ដូចចាស់ហើយទៅស្រឡាញ់ដូចក្មេងទេមិនកើតមែនទេញាតិញោមចាស់ហើយហ្នឹងស្រឡាញ់ញឹមមកបាត់មុខមិនបានទៀតមែនទេប៉ុន្តែមានវិធីថ្មីនៃការគិតហ្នឹងគឺសេចក្តីសង្គ្រោះពាក្យថាសង្គ្រោះគឺជាចិត្តអាណិតអាសូរដែលនឹកឃើញគ្រប់គ្រាទាំងអស់តាំងពីយើងចាប់ដៃគ្នាមកហើយម្យ៉ាងគឺគ្នាជាស្ត្រីភេទអីចឹងអាហ្នឹងគឺសូម្បីតែចិត្តហ្នឹងចង់ទៅផ្ដេសផ្ដាស់ឯណាក៏ផ្ដេសផ្ដាស់អត់កើតដែរពីព្រោះវាមានចិត្តសង្គ្រោះមួយហ្នឹងលុបមនុស្សដែលមានសេចក្តីសង្គ្រោះពិតប្រាកដហើយដែលហៅថា understanding love ហ្នឹងកាលណាវាមានអានឹងគ្របដណ្ដប់មកលើចិត្តរបស់ខ្លួនឯងហើយទោះបីចិត្តខូចនៅមានក៏ទៅធ្វើអត់កើតដែរហ្នឹងចឹងចឹងបានយើងស្ដាប់ព្រះសម្មាសម្ពុទ្ធសម្ដែងបើសិនជាយើងចាប់យកតែមួយយើងថាមិនក៏អញ្ចឹងថាដោយសារមនុស្សមានអធ្យាស្រ័យផ្សេងគ្នាវិធីគិតផ្សេងគ្នាទៅព្រះអង្គសម្ដែងម្ដងព្រះអង្គសម្ដែងយ៉ាងនេះមិនមែនថាមិនត្រូវទេត្រូវសម្រាប់មនុស្សភាគច្រើនប៉ុន្តែអ្វីទាំងអស់សម្រាប់ពីចិត្តទៅព្រះអង្គត្រូវសម្ដែងបណ្ដុះគុណធម៌ដល់មនុស្សទៀតអញ្ចឹងហើយនៅក្នុងភាពជាប្តីហ្នឹងគឺព្រះអង្គសម្ដែងទៀតប៉ុន្តែពិតទៅបើយើងនិយាយវិស័យជាពុទ្ធមិនគួរមកនិយាយរឿងហ្នឹងទេមែនទេពុទ្ធទៅព្រៃទៅណាទៅសមាធិបាត់មកគិតអីរឿងបដិពន្ធគេហ្នឹងថាដោយសារយើងឲ្យនិយមន័យខុសហ្នឹងថាកាលណាតាបួសកាលណាតាទៅជាពុទ្ធដែរគិតតែរឿងធម៌ដែរកុំមកគិតរឿងគេរឿងឯងថាពុទ្ធទៅរកធម៌ហ្នឹងគឺរកធម៌មកចែកមនុស្សហ្នឹងឯងដូចជាចំណុចចុងក្រោយមករាប់ដូចបាត់មួយចុងក្រោយហ្នឹងថាប្តីត្រូវតែចាត់ចែងអលង្ការឲ្យប្រពន្ធហ្នឹងតាមសមគួរព្រះអង្គចូលចិត្តទេអលង្ការប្រពុតចូលចិត្តទេព្រះអង្គឲ្យតម្លៃទេព្រះអង្គឲ្យលោកពាក់ទេលោកថាពាក់ត្រូវទៅនឹងប៉ុន្តែដល់ពេលព្រះអង្គសម្ដែងរឿងកុហកព្រះអង្គថាត្រូវតែធ្វើអានោះពីព្រោះអីពីព្រោះព្រះអង្គយល់ចិត្តស្ត្រីមិនចំពោះថាមានឬក្រទេស្ត្រីជាធម្មតាចូលចិត្តអលង្ការមែនទេមើលទៅរៀងភ្លឺមើលទៅមែនទេអ្នកក្រោយអីបានសូមបីតែចាស់ហើយនឹងពៀនីកសែងនឹងបើមិនបានបាក់ទេវាដូចមិនដឹងហ្នឹងមែនទេចឹងមែនអត់នឹងបើមិនបានរៀងភ្លឺទេវាមិនកើតទេហ្នឹងហើយដូចប្អូនស្រីថ្មមួយគេថាចេញទៅណាបើមិនបានលៀបបន្តិចដូចងាប់ចឹងដូចថាវាមិនបានអាបបោមាត់ហ្នឹងបើមិនបានឲ្យវាប្រែពណ៌បន្តិចណាគេថាដូចមិនដូចងាប់ចឹងដើរទៅដូចអត់មានអីគឺចិត្តស្ត្រីហ្នឹងព្រះអង្គយល់មកអញ្ចឹងបានប្តីហ្នឹងត្រូវគិតគូររឿងហ្នឹងជាប្តីគេណាត្រូវតែគិតរឿងហ្នឹងអញ្ចឹងហ្នឹងក៏វាជាហេតុមួយនាំឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារហ្នឹងបែបជាក្រហោះណាបែបជាក្រហោះហ្នឹងហើយបើយើងគិតស្រួលយើងថាព្រះអង្គដូចសម្ដែងឲ្យគេកើតកិលេសអញ្ចឹងកែងធម្មតាព្រះអង្គឲ្យលះតែវាតាមដំណើររឿងដោយពេទ្យព្យាបាលអ្នកជំងឺអញ្ចឹងជាការពិតណាស់ទិសដៅរបស់ព្រះសម្មាសម្ពុទ្ធគឺព្យាបាលរោគឲ្យជាមិនមែនគ្រាន់តែព្យាបាលឲ្យបាត់ឈឺសាមញ្ញធម្មតានោះទេប៉ុន្តែចាំបាច់ណាស់ជំងឺខ្លះមុននឹងឈានចូលទៅដល់ការវះកាត់ឬក៏ដាក់ថ្នាំផ្ដាច់ត្រូវតែឲ្យថ្នាំបំបត្តិឈឺសិនណាដូច្នេះការសម្ដែងជាអានិសង្ឃឬក៏ស្អីហ្នឹងវាគ្រាន់តែជាដំណើររឿងមួយមិនមែនជាផ្លូវកាត់ប៉ុន្តែក៏ជាដំណើររឿងមួយឲ្យទៅរកជោគជ័យនៅទីបញ្ចប់ដែរដូចជាការរៀបចំប្តីប្រពន្ធឲ្យមានសុភមង្គលជាលោកយៈតាមបែបលោកយៈឲ្យមានការត្រូវរើគ្នាឲ្យចេះស្រឡាញ់គ្នាក្នុងការសង្គ្រោះគ្នាហ្នឹងមិនមែនជាផ្លូវទៅកាន់និព្វានទេ
ប៉ុន្តែវាជាបាតគ្រឹះមួយកាលណាប្តីប្រពន្ធមានការយល់អធ្យាស្រ័យគ្នាយល់ទឹកចិត្តគ្នានៅពេលដែលរួបរวมគ្នាដើម្បីធ្វើសេចក្តីល្អអ្វីមួយវាស្រួលមែនអត់ហើយបើតោះគ្នាមើលមុខគ្នាមិនបានឲ្យទៅធ្វើទៅអស់ស្អីហ្នឹងអញ្ចឹងបានជាលំដាប់ថ្នាក់ក្រោមហ្នឹងអញ្ចឹងស្ត្រីស្រឡាញ់អលង្ការហ្នឹងវាមួយយ៉ាងហើយប៉ុន្តែអាត្មាចិត្តគិតវិភាគទេណាគិតថាហើយអញ្ចឹងមែនអត់ញោមស្រីនោះឧទាហរណ៍ថាចង់បានចិញ្ចៀនមួយអញ្ចឹងបើយកលុយខ្លួនឯងទៅទិញពាក់ក៏បានដែរប៉ុន្តែបើសិនបើប្តីទិញឲ្យវាមានន័យខុសគ្នាមែនទេមានន័យខុសគ្នាហ្នឹងដូចជាដល់ថ្ងៃកំណើតថ្ងៃអីហ្នឹងផ្កាពេញផ្សារហ្នឹងមែនទេទៅទិញដាក់ខ្លួនឯងមកកឆេក៏បានដែរប៉ុន្តែវាមិនមានតម្លៃនឹងប្តីធ្វើឲ្យ surprise ថ្ងៃកំណើតហ្នឹងទេបានតែមកបាច់មក Happy birthday to you តែប៉ុណ្្នឹងមកសប្បាយចិត្តអត់ហ្នឹងមនុស្សយើងចូលហ្នឹងប៉ុន្តែរឿងហ្នឹងប្តីត្រូវតែធ្វើរឿងការងារហ្នឹងអញ្ចឹងបានគេថាអ្នកបួសអត់ជោគជ័យទេរឿងហ្នឹងសឹកទៅវិញភាគច្រើនវាមិនសូវចេះយកចិត្តយកថ្លើមគេវាធ្លាប់តែគេយកចិត្តយើងនោះហើយដល់ពេលទៅវាមិនសូវចេះអញ្ចប់អីចឹងទៅច្រើនតែរឿងហ្នឹងអញ្ចឹងបើថាមុនសឹកអីរៀនរឿងហ្នឹងឲ្យច្បាស់ហ្នឹងអញ្ចឹងហើយខាងភរិយាវិញក៏អញ្ចឹងដែរត្រូវតែទី1ហ្នឹងជាឆ្លៀសក្នុងកិច្ចការចាត់ចែងការងារផ្ទះអីពីព្រោះក្នុងការអត្ថាធិប្បាយវាមានលក្ខណៈផ្សេងគ្នាពីបច្ចុប្បន្នភាពនឹងខ្លះដោយសារអីដោយសារនៅឥណ្ឌាឬក៏នៅក្នុងវប្បធម៌ប្រពៃណីខ្លះអ្នករស់ស៊ីចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារភាគច្រើនប្តីអញ្ចឹងណាហើយប្តីកាលណាទៅធ្វើការនៅខាងក្រៅហត់មកវិញឃើញផ្ទះញ៉ៃអត់សប្បាយចិត្តទេប៉ុន្តែយើងយកអាពាក្យហ្នឹងមកនិយាយស្រុកនេះធ្វើដូចតែគ្នាមែនទេហ្នឹងហើយអញ្ចឹងកន្លែងណាយកបានយកទៅអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថា don't believe in anything simply because it is written in your religious books but after you make the observation and analysis នៅពេលដែលអ្នកពិចារណាតាមដានសង្កេតពិនិត្យឃើញថាវាត្រឹមត្រូវវាល្អបានជាប្រយោជន៍ធ្វើទៅបើថាវាមិនត្រូវទេបោះចោលទៅ even Buddha's word សូម្បីតែពាក្យរបស់ពុទ្ធក៏ដោយត្រូវឆ្លងកាត់ការពិចារណារបស់យើងអញ្ចឹងបានសម្ដែងថាធម៌ច្រើនណាស់ 84000 បឋមខណ្ឌតែធម៌ដែលអាចធ្វើឲ្យមនុស្សជោគជ័យបានមិនមែនទាំងអស់ទេមិនមែនទាំងអស់ទេអ្នកខ្លះដល់ភាពជោគជ័យសូម្បីតែមួយគាថាប៉ុណ្ណោះដូចថ្នាំពេទ្យច្រើនអញ្ចឹងយើងផ្ដាសាយយើងមិនអាចទៅលេបមកទូនឹងទេមែនទេហ្នឹងហើយយើងយកតែថ្នាំណាដែលវាត្រូវនឹងអធ្យាស្រ័យដែលត្រូវជាមួយមេរោគរបស់យើងទៅបានហើយហ្នឹងអញ្ចឹងហើយទី2ហ្នឹងមិនខ្ជិលជាអូហ្នឹងវាមិនអាហ្នឹងក៏ត្រូវតែមានការរៀបចំអញ្ចឹងដែរអត្ថកថាលោកពយលហ្មងពយលថាក្នុងភាពជាស្ត្រីត្រូវមានការរៀបចំខ្លួនឧទាហរណ៍ថាតាំងពីការដើរដេកឈរអង្គុយហ្នឹងគឺកុំតមួកឧទាហរណ៍ថាដូចជាយើងសម្រានពេលដែលដេកពេល sleep អីចឹងទៅរៀបចំអរិយាបថឲ្យស្រួលកុំឲ្យប្តីនឹងចេះតែឃើញអាភាពរញ៉េរញ៉ៃច្រើនពេកព្រោះវាជារឿងមួយដែលធ្វើឲ្យប្តីនឹងធុញទ្រាន់អាហ្នឹងមិននិយាយជ្រូបន្តិចអាត្មាពិបាកនិយាយអាហ្នឹងណាព្រោះហ្នឹងហើយឧទាហរណ៍ថាប្តីងើបមុនហ្នឹងស្រាប់តែឃើញប្រពន្ធដេកហៀវទឹកមាត់កក្លាក់អីចឹងវាជារឿងមួយពិបាកមែនតើនិយាយមែនតើអាហ្នឹងក្នុងអត្ថកថានិយាយថាបើអាចនឹងចូលកេងក្រោយភ្ញាក់មុននឹងល្អមែនតើហ្នឹងហើយ
ហើយធ្វើបានធ្វើមិនបានដឹងទេណាគាត់នាំពាក្យព្រះអង្គមកទេណាព្រះអង្គដឹងរឿងយើងកុំថាព្រះអង្គមិនដឹងណាហើយយើងមើលពាក្យអញ្ចឹងជាពាក្យក្រៅពីជីវិតយើងឬក៏ពាក្យជាមួយជីវិតយើងហ្នឹងជាមួយជីវិតយើងហ្នឹងប៉ុន្តែពាក្យអញ្ចឹងយើងមិននាំគ្នាយកមកដាក់យកមកពិភាក្សាយកមកនិយាយទេហើយយើងចង់បានតែសេរីសួស្តីដែលលោកឲ្យត្មងវាមិនបានទេអាត្មាក៏ដោយមិនដឹងថាទៅវិញឧទាហរណ៍ថាសឹកទៅវិញហ្នឹងទៅធ្វើជាប្តីល្អកោតអត់ផងមែនអត់ជុំមានដែលមានបទពិសោធន៍ណាចឹងបានថ្ងៃមួយអាត្មាសន្ទនាធននៅក្រសួងធម្មការហ្នឹងឯកឧត្តមម្នាក់លើកពីទូនាទីប្តីប្រពន្ធហ្នឹងដល់ពេលលោកខំនិយាយអូគ្រប់អង្គខំនិយាយបាត់លោកថាងាប់រឿងប្តីប្រពន្ធមិនទៅសួរលោកចឹងមិនសួរខ្ញុំខ្ញុំមិនមានបទពិសោធន៍ហ្នឹងត្រូវធ្វើមិនមួយយ៉ាងរបស់គាត់ដែរណាអញ្ចឹងបាននឹកឃើញទៅវិញថាព្រះពុទ្ធព្រះអង្គត្រូវមានបទពិសោធន៍គ្រប់រឿងទាំងអស់ហ្នឹងដោយអាត្មានេះដើរខុសម្ចារ្យហើយអត់ព្រមមានប្រពន្ធសិនហើយស្រាប់តែមកបួសហើយអាត្មានិយាយមានតែម្នាក់នៅពោធិ៍សាត់គាត់ថាលោកដឹងប្រយោលដឹងកណ្ដសម័យទៅទេគ្មានដឹងពិតអីទេអើវាអញ្ចឹងមែនយើងវាអត់មាន experience ថាជាប្តីគេនឹងវាល្មិចប្រពន្ធគេមិនធ្វើឪពុកគេមិនហ្នឹងណាអញ្ចឹងបានអាត្មានិយាយជួនកាលអ្នកខ្លះគាត់យកទៅគិតគាត់បានជោគជ័យដែរប៉ុន្តែអ្នកខ្លះគាត់មានអាកំណត់មួយថាលោកមិនដែលដឹងមកចិត្តថាមកលោកមានកូនសិស្សអាត្មាមួយចង់សឹកហើយអាត្មាថាសឹកមិនខត់ទេប៉ុន្តែរៀបចំមិនជីវិតទៅវិញហ្នឹងអូគេនិយាយថាគេដឹងហើយពីមុនមិនដែលបួសមិនដែលដឹងគុណម៉ែឪនឹងមិនទេទៅវិញដឹងហើយឈប់ធ្វើដូចមុនណាប៉ុន្តែសួរថាតើរបៀបឈប់ធ្វើដូចមុនហ្នឹងមិនទៅមានមុខរបស់ខ្លួនឯងនៅឬក៏ទៅនៅមួយម៉ែសិនបើថាទៅនៅមួយម៉ែសិនណាអាឡប់ពីមុនមិនហ្នឹងវាមកវិញហើយបានអាត្មាចេះតែបញ្យល់ថាហេតុអីបានពេលនេះព្រះអង្គចេះតែពិចារណាឃើញគុណម្ដាយគុណឪពុកនឹងចេះមិនក៏ចេះតែពិចារណាឃើញថារាល់ថ្ងៃព្រះអង្គនៅចិត្តធម៌អានសភៅធម៌ហើយអត់រស់ស៊ីទេអត់ធ្វើការចិញ្ចឹមជីវិតទេចង្ហាន់ឆាន់ស្រាប់អញ្ចឹងអាគំនិតល្អវាចេះតែចេញមកហើយប៉ុន្តែកុំភ្លេចថាទៅវិញអត់មានណាប្រកេនបាយទៀតទេមិនដាំស៊ីខ្លួនឯងអត់អីទោះបីមានម៉ែដាំតែទៅស៊ីខ្លួនឯងក៏គ្មានអាណាមុនទៅឆាន់ដែរណាត្រូវគិតឲ្យច្បាស់ថាទៅដល់កណាថាមិនត្រឹមតែមិនគោរពទេអាត្មាថាសុំតែព្រះអង្គកុំឆ្លោះមួយម៉ែទៅបានហើយគេថាមិនទេគេដឹងហើយប៉ុណ្ណេះដឹងហើយសឹកបានប្រហែលជាចិត្តមួយឆ្នាំមកថ្វាយអង្គមថាលោកគ្រូនិយាយត្រូវទាំងអស់ហ្មងគេណាត្រូវទាំងអស់ហ្មងប៉ុន្តែពេលនោះកណាស្ដាប់ក៏គិតថាត្រូវដែរតែកណាអត់ជឿទេពីព្រោះគាត់នឹងថាអាត្មាបួសតាំងពីក្មេងរឿងអីទៅដឹងរឿងហ្នឹងឃើញអត់អ្នកអត់បត់ពិសោធន៍នឹងនិយាយគេមិនសូវជឿទេណាគាត់ថាអ្វីដែលអាត្មាថាទុកនឹងថាវាដូច completely 100% ហ្មងហ្នឹងទៅដល់សំបីតែអង្គុយគិតថាម៉ែមានគុណមិនក៏មិនដែរគិតមួម៉ៅមួយថ្ងៃមួយម៉ែហ្នឹងឯងហ្នឹងចុះម៉ែទៅដល់ម៉ែស្ដីអញ្ចេះស្ដីអញ្ចោះដេកយូរម៉ែស្ដីអីចេះចុះចាប់ផ្ដើមខឹងឃើញទេអញ្ចឹងអ្វីដែលគិតល្អពីមុនមកហ្នឹងបាត់អស់អាលីងអញ្ចឹងបានថាវិជ្ជាត្រូវប្រកបជាមួយនឹងបទពិសោធន៍នឹងការធ្វើតែហ្មងអញ្ចឹងបានសូម្បីតែវិជ្ជាអីក៏ដោយ Bill Gates គាត់ថាមិន Bill Gates ទេអ្នក business មួយគាត់ថាគ្មានសៀវភៅណាដែលអានឲ្យកើតលុយទេបើមិនទៅធ្វើគាត់ថាអញ្ចឹងគ្មានសៀវភៅ business មួយណាអានឲ្យកើតលុយទេបើមិនទៅធ្វើដូចញាតិញោមរាល់ថ្ងៃហ្នឹងធ្វើអត់បានលុយការកូនថ្ងៃនេះធ្វើអត់ហ្នឹងហើយធ្វើរហូតហ្នឹងមើលអ្នកទិញសវត្តយន្តហោះយកមិញមកធ្វើទៅឈប់ងាយនេះហ្នឹងហើយអ
Chẳng bờ ọt chỉ mùi nâng ca phơ tí tí mùi khuôn ai vì ọt bọt bị sót. Tí bí dây tôi can kế nâng có kế mình xấu túc. Xấu túc chắc đôi ạ thầm à chị đào. Nè thật lọp. Rương sắc hàm bọt tí bí để riêng chom nâng chẳng miên rương. Sở mày vợ ông nâng đôi chất tà hạt thế để buông bờ đó. Chất tà hạt. Nè chất tà hạt thả bị khổ. Miền này thả miền chật khăn đáy miền này thả cất mấy thời chẳng ăn ban cha na vua pe là đánh thua ca nơi sai dùng ca của bạn pếch đồ mơ khơi lốt đau bắn bát với xùa luôn ôi anh của buôn còn xa ấy nấu tiền nó của miền ấy bo để phô ngay mà ngày thua ca ha cái đầu ấy tụ bút sức lắm tớ bua rồi đậu bua tới chăn tớ ủi ăn thoát tích miên cả lắm được của buồn thì này nè nghĩ khai này đó khai thử sài hay của buồn anh mày thế sắc quên tớ tiếc á sắc tớ thơ ca bạn tích anh cua nam một sắc tới xa tớ của buồn ăn sát đằng sau bua tiếc á bua tiếc chẳng tớ là biết bấm pơ đòn rồi mày của buồn đó này hay ôm bị chế nó chết tớ của buồn đấy ai dương bờ sân hình chân họ ngay đăng là bay tam Facebook mấy tiếng năm nay đấy